មានបងស្រីម្នាក់គាត់មកផ្ទះខ្ញុំហើយគាត់ប្រាប់ខ្ញុំថាគាត់លែងគ្នាជាមួយប្តីគាត់បានមួយឆ្នាំកន្លះក្រោយមកគាត់សម្រេចចិត្តទៅជុំគ្នាមួយប្តីគាត់វិញដោយសារគាត់ឃើញវីដេអូរបស់ខ្ញុំចាបងប្អូនអានេះជារឿងរ៉ាវរបស់បងស្រីម្នាក់ជាមួយរបស់ខ្ញុំឯចាគាត់ចែកម្លែកមកខ្ញុំហើយខ្ញុំក៏ចង់ចែកម្លែកទៅបងប្អូនវិញឲ្យដឹងជាព័ត៌មានដឹងជាចំណេះដឹងចឹងណាប៉ុន្តែមុននឹងចែកម្លែកនេះគឺខ្ញុំសុំការអនុញ្ញាតពីគាត់ដែរគាត់ថាអត់អីទេចង់និយាយក៏និយាយទៅចឹងណាព្រោះខ្ញុំអត់បានចេញមុខគាត់ទេចាបងស្រីគាត់ខឹងប្តីគាត់និយាយទៅគាត់មានរឿងរ៉ាវរកម្មរកោក្នុងគ្រួសារអីចឹងហើយគាត់ក៏សម្រេចចិត្តលែងលះលែងហ្នឹងគឺលែងតដាច់ហ្មងឡើងតឡាការលែងដាច់ហ្មងណាហើយម្ដាយគាត់អត់ចង់ឲ្យលែងទេព្រោះប្តីគាត់និយាយទៅគ្រាន់តែប្តីគាត់បងគាត់ច្រើនបងមកជួជាង10ឆ្នាំហើយប្តីគាត់មានមុខរបររកស៊ីអីមកចប់ប៉ុន្តែដូចថាគាត់ធម្មតាប្តីប្រពន្ធចេះឆ្លោះគ្នាហើយម្ដាយអត់ព្រមឲ្យលែងក៏គាត់លែងព្រោះគាត់ខឹងថាម៉ែគាត់កាន់ជើងតែប្តីគាត់ចឹងអត់ហើយគាត់ខឹងគាត់លែងទេចាដល់តែពេលលែងហើយបងប្អូនបងស្រីម្នាក់ហ្នឹងគាត់មុខរបរគាត់គឺលក់ត្រីចុះយើងធម្មតាប្តីប្រពន្ធរកស៊ីត្រូវការពឹងកម្លាំងគ្នាបងប្អូនគាត់ប្រកែខាងជួបមួយអតិជនលក់ដូរអីចឹងប៉ុន្តែត្រីទាំងកេះធ្ងន់ណាបងប្អូនណាយើងលើកអត់រួចទេណាចាអញ្ចឹងពេលខ្លះគាត់ត្រូវការពឹងកម្លាំងប្តីគាត់ដែរដល់តែពេលបែកពីប្តីទៅបងប្អូនធ្វើការងារមួយចំនួនត្រូវការពឹងកម្លាំងប្រុសប៉ុន្តែដល់ពេលយើងធ្វើអត់កើតយើងវាពិបាកមិនធ្វើអត់បានទេធ្វើបានតែគ្រាន់តែយើងវាហត់នឿយអញ្ចឹងណាបងប្អូនពេលដែលយើងអត់មានគេចាហើយគេហ្នឹងពេលដែលអត់យើងក៏គាត់ពិបាកដែរចាអញ្ចឹងទាំងប្តីប្រពន្ធគឺដល់ពេលបែកទៅគាត់ពិបាករៀងខ្លួនហើយដល់ទៅពេលគាត់មើលឃើញវីដេអូខ្ញុំវីដេអូហ្នឹងខ្ញុំធ្លាប់និយាយថាប្តីប្រពន្ធគឺជាការពឹងអាស្រ័យគ្នាទៅវិញទៅមកចាមានការងារខ្លះយើងជាប្រពន្ធយើងធ្វើអត់បានទេប៉ុន្តែប្តីគេធ្វើបានហើយមានការងារខ្លះប្តីធ្វើអត់បានទេប៉ុន្តែប្រពន្ធធ្វើបានណាបងប្អូនចាអញ្ចឹងយើងត្រូវចេះពឹងអាស្រ័យគ្នាទៅវិញទៅមកទើបការងាររបស់យើងនឹងវារលូនទៅមុខចាហេតុអីបានទេវតាឲ្យយើងចាប់ដៃគូមានប្តីមានប្រពន្ធដោយសារគាត់ដឹងថាមនុស្សយើងគឺត្រូវការពឹងអាស្រ័យគ្នាទៅវិញទៅមកអញ្ចឹងណាបងប្អូនចាយើងកសាងអនាគតជីវិតដែលពេញលេញបងប្អូនគឺមានប្តីមានប្រពន្ធមានកូនមានមុខរបរមានផ្ទះសំរុំនៅអាហ្នឹងទើបហៅថាជាជីវិតរបស់យើងដែលពេញលេញចាហើយដល់ពេលគាត់ឃើញវីដេអូខ្ញុំអញ្ចឹងហើយបងប្អូនគាត់ក៏សម្រេចចិត្តទៅជុំគ្នាជាមួយប្តីគាត់វិញចាហ្នឹងហើយខ្ញុំអបអរសាទរបងដែលបានជុំគ្នាវិញគាត់លែងគ្នាបានមួយឆ្នាំកន្លះបងប្អូនហើយតែឥឡូវហ្នឹងគាត់រស់នៅជាមួយគ្នាវិញប៉ុន្តែអត់មានអេតាស៊ីវិលទេចាដោយសារអីឡើងតឡាការដាច់អស់ហើយសារក្រមចេញអស់ហើយផ្ដិតមេដៃហើយអស់ហើយចាដល់អញ្ចឹងណាបងប្អូនស្ដាយក្រោយវិញទៀតស្ដាយក្រោយត្រង់មិនពេលដែលលែងគ្នាទៅរកតឡាការចាយលុយឲ្យតឡាការអស់មកកកោកតម្រាំតាសារក្រមចេញមកដាច់ជាស្ថាពរដល់តែពេលឥឡូវចង់ជុំគ្នាវិញនេះត្រូវតែពឹងតឡាការម្ដងទៀតត្រូវអស់លុយម្ដងទៀតចុះយើងអ្នកទៅពឹងគេតាបងប្អូនតឡាការគាត់នៅតែស្ងៀមហ្នឹងហើយយើងទៅពឹងគាត់ត្រូវចាយលុយឲ្យគាត់ខ្លះហើយចាមិនឲ្យលុយគាត់មិនកើតចាអញ្ចឹងបងប្អូនណាអញ្ចឹងបាទខ្ញុំចង់ចែកម្លែកជូនបងប្អូនថាមុននឹងធ្វើការសម្រេចចិត្តលែងលះគ្នាសូមពិចារណាឲ្យបានវែងឆ្ងាយសិនណាបងប្អូនណាលែងគ្នាអត់បាក់អីបងប្អូនចាលែងគ្នាអត់បាក់អីប៉ុន្តែលែងហើយពេលខ្លះស្ដាយក្រោយចង់ជុំគ្នាវិញចាំមើលអ្នកណាសុខចិត្តធ្វើអន់តែណាគេសុខចិត្តធ្វើអន់បងប្អូនណាមានប្តីប្រពន្ធជាច្រើនគូណាដែលលែងគ្នាហើយស្ដាយក្រោយវិញចង់ជុំគ្នាវិញប៉ុន្តែខ្លាចអន់មិនហ៊ានទៅជុំទេខាងប្រុសស្ដាយខាងស្រីស្ដាយខាងប្រុសចង់ជុំវិញដែរប៉ុន្តែបើតែសុំជុំវិញដូចខ្លាចអន់ចាអញ្ចឹងសុខចិត្តទ្រាំឈឺចាប់ពិបាកវេទនាអញ្ចឹងទៅចាហើយអ្នកខ្លះក៏គាត់មានសំណាងបានជួបគូក្រោយទៅក៏សំប្រកបបានល្អទៅអ្នកខ្លះក៏មិនសូវបានល្អទៅអញ្ចឹងណាបងប្អូនហើយខ្លះគាត់មេម៉ាយហើយក៏សុខចិត្តរស់នៅទាំងមេម៉ាយអញ្ចឹងរហូតទៅចាខ្ញុំធ្លាប់រស់នៅជាក្មេងកំព្រាបងប្អូនម្ដាយខ្ញុំគាត់មេម៉ាយប៉ាខ្ញុំក៏ស្លាប់ចោលដល់ពេលអញ្ចឹងទៅការរស់នៅពេលដែលយើងអត់ឪពុកគឺបាក់បងប្អូនហើយម្ដាយខ្ញុំគាត់អត់មានប្តីជួយក៏គាត់ពិបាកដែរបងប្អូនអើយធម្មតាទេយើងចិញ្ចឹមកូនតែឯងហើយមុខរបររស់ស៊ីតែឯងគ្រាន់ថាយើងមានសិទ្ធិនៅក្នុងការសម្រេចចិត្តអត់មានចាំសួរប្តីសិនអត់មានចាំសួរប្រពន្ធសិនយើងចង់ធ្វើអីក៏បានដែរចាប៉ុន្តែនៅក្នុងការរស់នៅហ្នឹងយើងខ្វះកម្លាំងក្នុងការជួយបងប្អូនចា
ព្រោះប្តីប្រពន្ធគឺត្រូវការកម្លាំងក្នុងការជួយគ្នាទៅវិញទៅមកបានយើងរីកចម្រើនទៅមុខចាបានយើងខ្លាំងទៅមុខបានមុខរបរអីក៏ដោយបងប្អូនបើសិនជាបងប្អូនរកស៊ីផ្សេងគ្នាប្តីរកស៊ីផ្សេងប្រពន្ធរកស៊ីផ្សេងខ្ញុំអត់ដឹងមិនទេប៉ុន្តែសម្រាប់អ្នកដែលរកស៊ីចូលគ្នាប្តីប្រពន្ធរកស៊ីមុខរបរតែមួយតែហ៊ានតែបាត់មួយគឺវេទនាបងប្អូនចាពិបាកប្តីអត់ពីប្រពន្ធក៏បាក់ប្រពន្ធអត់ពីប្តីក៏បាក់ដែរអញ្ចឹងបានថាខ្ញុំចេះតែចែកម្លែកជូនបងប្អូនទៅថាមុននឹងយើងសម្រេចចិត្តឡើងគឺយើងត្រូវពិចារណាឲ្យបានវែងឆ្ងាយសិនបងប្អូនត្រូវគិតថាលែងចំណេញឬក៏លែងខាតបើលែងចំណេញអត់អីទេលែងទៅបងប្អូនចាព្រោះអីប្តីខ្លះខ្ញុំចង់និយាយថាឧទាហរណ៍ថាគាត់ហ្នឹងចូលចិត្តជក់ចាគាត់ជាអ្នកជក់គ្រឿងញៀនអីចឹងណាចាចូលចិត្តជក់ផឹកស៊ីដាច់យប់អត់ចូលផ្ទះអីចឹងទៅចាមានស្រីធ្វើឲ្យយើងខូចចិត្តហើយគាត់អត់មានជួយរកស៊ីអីយើងគិតតែពីដើរលេងឲ្យយើងអ្នករកស៊ីចិញ្ចឹមអាហ្នឹងវាមិនអីទេបងប្អូនចាបើថាចង់លែងលះក៏លែងទៅព្រោះអីដូចថាទុកក៏មិនចំណេញដកចេញក៏មិនខាតណាអាហ្នឹងចាប៉ុន្តែគូខ្លះទៀតប្តីគាត់អត់បានជក់ទេចាប្តីគាត់មិនមែនជាអ្នកផឹកអួបនួដាច់យប់អីទេយូរគាត់ផឹកជុំគ្នាមិត្តភក្តិគាត់ម្ដងអីចឹងណាចាគ្រាន់តែថាអ្នកខ្លះប្តីគាត់ដូចជាមិនសូវស្អាតអ្នកខ្លះប្តីគាត់ដូចជាចាស់ពេកចឹងណាចាអ្នកខ្លះប្តីគាត់រលុយមិនសូវបានឲ្យគាត់ហឺហាហើយដល់ពេលអញ្ចឹងទៅអ្នកខ្លះក៏គាត់គិតថាប្តីគាត់ខ្វះខាតច្រើនគាត់រៀងមើលស្រាលលើប្តីខ្លួនឯងហើយខ្លះក៏មើលស្រាលលើប្រពន្ធខ្លួនឯងពីច្រើនណាប្តីប្រពន្ធដែលលែងគ្នាគឺដោយសារមើលងាយគ្នាហ្នឹងឯងបងប្អូនចាខាងស្រីមើលងាយខាងប្រុសមើលងាយខាងស្រីអាហ្នឹងគឺទៅហើយចាទៅហើយបែកគ្នាហើយចាអញ្ចឹងបងប្អូនកុំមើលងាយគ្នាទៅវិញទៅមកបងប្អូនណាមនុស្សយើងគឺមានទេពកោសល្យម្យ៉ាងម្នាក់ចាមានភាពប៉ិនប្រសប់ម្យ៉ាងម្នាក់ទេបានចាប់ដៃគូគ្នាហើយគឺយើងត្រូវកសាងអនាគតជាមួយគ្នាទៅអញ្ចឹងណាបងប្អូនចាចង់និយាយគេទៀតទេសូមប៉ុណ្្នឹងសិនបងប្អូនភ្លេចអស់ខ្លះហើយចាអរគុណច្រើនចាជូនពរបងប្អូនឆ្នាំថ្មីរកស៊ីមានបានហើយក្រុមគ្រួសារជួបប្រទះតែនឹងសុភមង្គលទាំងអស់គ្នាបងប្អូនណាចាអរគុណនិយាយសាច់កនេះខ្ញុំទិញបានណាបងប្អូនណាបើស្រឡាញ់ឯងអាចតំណបានចាលក់តម្លៃធូរចា free ឈ្នួលជូនបងប្អូនចាអរគុណច្រើន